ទុរេនសណ្ដង្កឹតលក់ក្នុងតម្លៃ1គីឡូ10000រៀលបងប្អូនធ្លាប់ឮទេគ្រប់ជំរាបសួរពុំមីពុកម៉ែបងប្អូនថ្ងៃនេះផ្លែអារម្មណ៍ទៀតហើយមិត្តភ័ក្តិដែលធ្លាប់តែរៀនជាមួយគ្នាបែកគ្នាអស់រយៈពេលជាង10ឆ្នាំយើងទៅជួបគ្នានៅឯចំការទុរេនតោះមែនតើយើងបែកគ្នាអស់រយៈពេលជាង10ឆ្នាំហើយយើងក៏បានជួបគ្នាម្សិលមិញពេលល្ងាចហើយគាត់ក៏បានអញ្ជើញខ្ញុំកាលពីម្សិលមិញពេលល្ងាចដើម្បីទៅពិនិត្យមើលចំការទុរេនរបស់គាត់ក៏ដូចជាភ្លក់នៅទុរេនរបស់គាត់វាជាអារម្មណ៍មួយដែល surprise ដែរដែលយើងធ្លាប់បែកគ្នាជាច្រើនឆ្នាំហើយវាជារឿងចៃដន្យដែលយើងបានជួបគ្នានៅឯចំការទុរេនបន្ទាប់ពីយើងបានដើរពិនិត្យនៅក្នុងចំការយើងក៏ឃើញមានពូជមួយដើមខុសគេដែលជាពូជសណ្ដង្កឹតហើយក៏អាចប្រមូលផលបានដែរបងប្អូនពូជសណ្ដង្កឹតនេះខ្ញុំគិតថាមានបងប្អូនយើងជាច្រើនដែលមិនធ្លាប់ឮហើយមិនធ្លាប់បានស្គាល់ត្រេនសណ្ដង្កឹតគឺផ្លែវាទូចៗមូលហើយទូចជាងមូសាំងឃីងទៅទៀតតាក់ទងជាមួយនឹងរសជាតិអាចនិយាយបានថាវាមិនសូវជាឆ្ងាញ់ដូចមូសាំងឃីងប្រហែលទេហើយសាច់វាក៏មិនសូវជារមុតប្រហែលដែរនេះយើងនិយាយដោយស្មោះត្រង់ហើយពាក់ព័ន្ធជាមួយនឹងតម្លៃវិញគឺគាត់លក់ចេញបោះដុំ1គីឡូត្រឹមតែ10000រៀលតែប៉ុណ្ណោះហើយតាក់ទងនឹងលក់រីគឺគាត់លក់1គីឡូ13000រៀលប៉ុន្តែសូមបញ្ជាក់បងប្អូនថាត្រេននេះគឺគ្រាប់ធំណាស់បងប្អូនហើយសាច់វាក៏មិនសូវជាឆ្ងាញ់ប៉ុន្មានដែរហើយនៅក្នុងចំការគាត់គឺមានតែមួយដើមប៉ុណ្ណោះហើយថ្ងៃនេះគឺគាត់បេះបង្ហើយហើយអញ្ចឹងបើសិនជាបងប្អូនត្រូវការញ៉ាំអាចកំងគាត់នៅឆ្នាំក្រោយបានណាហើយចំពោះពូជម៉ាន់ថងគាត់អាចនឹងប្រមូលផលក្នុងពេលឆាប់បើសិនជាបងប្អូនត្រូវការទិញចាប់ពី50គីឡូឡើងគាត់នឹងលក់ឲ្យនៅក្នុងតម្លៃបោះដុំហើយយើងកុំភ្លេចជួយគាំទ្រផលិតផលខ្មែរយើងផងណាក៏ដូចជាជួយជំរុញទៅដល់សេដ្ឋកិច្ចជាតិរបស់យើង